សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូនេះយើងនឹងនិយាយបន្តទៀតតទៅជាមួយនឹងរបបសាធារណរដ្ឋខ្មែរឬសម័យលន់នល់1970ដល់1975អញ្ចឹងវីដេអូនេះជាភាគ2ខ្ញុំបានធ្វើពីភាគ1ហើយ yes ឥឡូវយើងបន្តទៅកាន់សំណួររបស់យើងទៀតអញ្ចឹងឥឡូវយើងចូលទៅកាន់សំណួរទី7ទី6ទី7ទី8អញ្ចឹងឥឡូវយើងបែកទៅកាន់សំណួររបស់យើងវិញតើតើជាមួយនឹងនៅក្នុងហ្នឹងសំណួរទី6នេះទី1ទី2ទី3រហូតដល់ទី no ទី5នេះហើយអីចឹងឥឡូវយើងចូលមកកាន់សំណួរទី6ទី7និងទី8ចឹងសំណួរទី6យើងសួរថាចូលព័ន្ធនៃពាក្យកត្តាសំខាន់ដែលធ្វើឲ្យរបបសាធារណរដ្ឋខ្មែរ1970ដល់1975ដួលរលំហើយនឹងសំណួរទី7ថាមូលហេតុអ្វីបានជារបបសាធារណរដ្ឋខ្មែរ1970ដល់75ហ្នឹងដួលរលំជាងខ្ញុំមើលឃើញពីសំណួរទី6ទី7ហ្នឹងគឺសួរដូចគ្នាហ្នឹងហើយដូចគ្នាបេះបិទហ្មងអានេះកត្តាសំខាន់ដែលធ្វើឲ្យសាធារណរដ្ឋខ្មែរនឹងដួលរលំអានេះហេតុអីបានដួលរលំអញ្ចឹងដូចគ្នាបេះបិទគ្រាន់ទំនងនៃការសួរដូចគ្នាចឹងអ្នកគ្នា notice ឡើងយ៉ាងតិចសំណួរទី8ចុងក្រោយគឺហេតុអីបានជាកើតមានរដ្ឋប្រហារឆ្នាំ1970ហើយថាតើរដ្ឋប្រហារនេះបានផ្ដល់ផលបាក់អ្វីខ្លះអញ្ចឹងឥឡូវយើងទៅកាន់ចម្លើយនៃសំណួររបស់យើងបាទទី6ទី7ទី8អញ្ចឹងដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងថាទី6ទី7ហ្នឹងគឺចម្លើយដូចគ្នាទេអញ្ចឹងឥឡូវយើងទៅមើលចម្លើយរបស់យើងមូលហេតុដែលបណ្ដាលឲ្យរបបសាធារណរដ្ឋខ្មែរដួលរលំបាទយើងអាច timeline នេះបន្តិចទៅថា1970ដល់1975បាទអាចវងចកអញ្ចឹងណាឲ្យពេញលេញអញ្ចឹងមានមួយដូចជាអញ្ចឹងតើតើជាមួយនឹងទី1គឺប្រជាជននៅទីក្រុងភ្នំពេញនិងនៅតំបន់រំដោះនឿយណាយនឹងរបបសាធារណរដ្ឋខ្មែរដែលពោពេញទៅដោយភាពអាប់អួរប្រជាជននៅទីក្រុងភ្នំពេញរស់នៅលើទឹកដីតូចចង្អៀតដោយរងនៅកង្វះអាហារកង្វះជម្រកការបាត់បង់ការងារទំនិញឡើងថ្លៃអតិផរណាអនាធបតេយ្យភាពចោរកម្មអយុត្តិធម៌ពុករលួយបនលបែងពាលាភាពច្បុកច្បល់បដកម្មកោតកម្មកបកម្មពីពេញទីក្រុងអញ្ចឹងកន្លែងនេះខ្ញុំសូម notice បន្តិចកន្លែងនេះខ្ញុំដូចជាចាំមិនជាច្បាស់ទេកន្លែងនេះថាហេតុអីបានកន្លែងក្រុងភ្នំពេញហ្នឹងរស់នៅលើទឹកដីតូចចង្អៀតម៉េះប៉ុន្តែអ្វីដែលយើងអាច notice បានអាចទាញជាតលហេកមួយបញ្ជាក់ឡើងយ៉ាងថាខ្មែរយើងប្រជាជនយើងរស់នៅភ្នំពេញហ្នឹងគឺទឹកដីតូចចង្អៀតហ្នឹងដោយសារតែឧទាហរណ៍ណាថានេះពេញអញ្ចឹងខ្មែរក្រហមបានហុំព័ទ្ធជុំវិញទាំងអស់ហើយទោះមានទលេមានអីក៏ដោយតែខ្មែរក្រហមបាននិយាយទៅគឺហុំព័ទ្ធជុំវិញពេញទាំងអស់ហ្មងអញ្ចឹងណា That's why គឺប្រជាជននៅក្នុងពេញហ្មងពិបាកចេញចូលខ្លាំងហើយអញ្ចឹងរស់នៅតាមមួយដុំមួយប្លុកអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងឲ្យបានជាគេនិយាយអញ្ចឹងបន្តមកទៀតរដ្ឋាភិបាលលន់នល់គ្រប់គ្រងបានតែទីក្រុងនិងទីប្រជុំជនឯជនបទស្រែចម្ការគ្រប់គ្រងដោយបកកុម្មុយនីសកម្ពុជាឬខ្មែរក្រហមអញ្ចឹងដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងថាឧទាហរណ៍ថានេះពេញហើយដល់ពេលឥឡូវនេះតលេអញ្ចឹងណាតលេអញ្ចឹងចាស់តលេ4មុខអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងកន្លែងឧទាហរណ៍ពេញអញ្ចឹងណាអញ្ចឹងប្រជាជនអីរស់នៅម្ដុំអីអញ្ចឹងទៅហើយដល់ពេលតលេនោះឧទាហរណ៍ថានេះតលេឥឡូវអានេះតលេហើយមានស្ពានជួយច្បារឆ្លងកាត់ហ្នឹងហើយអញ្ចឹងការសម័យនោះក៏ខ្មែរក្រហមរបស់យើងហ្នឹងបានកាត់នៅស្ពានជួយច្បារហ្នឹងបានបំផ្លាញស្ពានជួយច្បារដូចស្ពានជួយច្បារហ្នឹងបានកសាងឡើងវិញនៅសម័យក្រោយមកទៀតទេអញ្ចឹងកន្លែងហ្នឹងឲ្យយើងត្រូវតែដឹងដូចគ្នាដែរហើយបញ្ជាក់ទៅវិញទៅមកថាទីប្រជុំជនដូចទីក្រុងហ្នឹងគ្រប់គ្រងដោយលន់នល់ហើយដល់ពេលនៅខេត្តអីពីពេញប្រទេសគឺខ្មែរក្រហមចូលពេញអស់ហើយនៅតែមិនពេញទេចឹងហើយគេអត់ទាន់បានកំណត់ថាសម័យនោះជាសម័យខ្មែរក្រហមទេព្រោះថាពេញជារាជធានីមិនទាន់ជាកម្មសិទ្ធិរបស់ខ្មែរក្រហមទេនៅលន់នល់នៅឡើយអញ្ចឹងគេអត់ទាន់កំណត់ទេទោះច្រើនទោះការគ្រប់គ្រងរបស់ខ្មែរក្រហមនឹងពីពេញប្រទេសច្រើនក៏ដោយប៉ុន្តែរាជធានីដែលជាផ្នែកគោលដែលជាបេះដូងនៃប្រទេសមិនទាន់ខ្លាចជាកម្មសិទ្ធិរបស់ខ្មែរក្រហមគឺគេអត់ទាន់ចាត់ទុកថាជារបស់ខ្មែរក្រហមទេឥឡូវកុំឲ្យខាតពេកយើងចូលទៅកាន់សំណួរទៅកាន់ត្រីបន្តទៀតសេដ្ឋកិច្ចរបស់សាធារណរដ្ឋខ្មែរមិនដំណើរការឡើយហើយរបបនេះគឺរស់ដោយសារតែជំនួយពីសហរដ្ឋអាមេរិក yes
ហើយតើតើជាមួយនឹងការដឹកជញ្ជូនស្បៀងគ្រឿងសព្វាវុធរបស់សាធារណរបស់អាមេរិកដើម្បីជួយរដ្ឋាភិបាលលន់នល់ត្រូវខ្មែរក្រហមកាត់ផ្ដាច់ទាំងផ្លូវគោកនិងផ្លូវទឹកអញ្ចឹងដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងថាដូចស្ពានជួយច្បាអញ្ចឹងចោះឥឡូវខ្ញុំបញ្យល់នេះឧទាហរណ៍ថានេះទលេអូ no នេះស្ពានជួយច្បានេះទលេអញ្ចឹងតើអញ្ចឹងអានេះស្ពានជួយច្បាអញ្ចឹងខ្មែរក្រហមបានកាត់ផ្ដាច់បាត់ហើយសូម្បីតាទូកឆ្លងកាត់អីឆ្លងទៅវិញមកស្រឡាញ់ឆ្លងទៅវិញមកក៏អត់បានដែរអញ្ចឹងកន្លែងហ្នឹងគឺជាអីយើងត្រូវដឹកដូចគ្នាដែរហើយពេលហ្នឹងចាប់ដើមខាតបងអីព្រោះខ្មែរក្រហមកាត់អីអត់លេងអញ្ចឹងស្អីក៏ចូលអត់កើតចូលក៏អត់កើតចេញក៏អត់កើតអញ្ចឹង yes បបាហើយតើតើជាមួយនឹងមួយទៀតគឺខ្មែរក្រហមធ្វើការហុំព័ទ្ធទីក្រុងភ្នំពេញនិងរឹតបន្តឹងការនាំចូលស្បៀងដូចខ្ញុំនិយាយបញ្យល់មុនហ្នឹងការចរចារវាងតំណាងសាធារណរដ្ឋខ្មែរនិងតំណាងសម្ដេចនរោត្តមសីហនុត្រូវបរាជ័យពួកកន្លែងនេះចាប់តាមរាប់ផ្សាវិញអីអញ្ចឹងណាប៉ុន្តែអត់ជោគជ័យទេហើយបន្តមកទៀតនៅថ្ងៃទី1ខែមេសាឆ្នាំ1975លោកលន់នល់បានភៀសខ្លួនទៅសហរដ្ឋអាមេរិកបាត់ជាងមេរោគនាំទៅបាត់អីអញ្ចឹងប្រទេសចាប់ដើមគ្មានអ្នកគ្រប់គ្រងច្បាស់លាស់តាមពិតនៅកន្លែងហ្នឹងគួរតែមាន detail ទៀតថាក្រោយមកមានគ្រប់គ្រងដោយអ្នកគេអញ្ចឹងតែកន្លែងនេះមិនបាច់និយាយក៏បានដែរមិនបាច់ detail ពេកក៏បានដែរយើងបញ្យល់អាគោលអញ្ចឹងដល់ពេលចុងក្រោយហ្មងគឺនៅថ្ងៃទី17ខែមេសាឆ្នាំ1975កងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញកន្លែងហ្នឹងគឺចាប់តែម្ដងឯសម័យលន់នល់គឺអាលីងហ្មងអញ្ចឹងការយកជ័យជំនះលើទីក្រុងភ្នំពេញដោយខ្មែរក្រហមនៅថ្ងៃទី17ខែមេសាឆ្នាំ1975ហ្នឹងគឺជាការចាប់បដិសន្ធិឡើងនៃរបបបល្ល័ង្កពូជសាសន៍របស់ខ្មែរក្រហមហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវដឹងដូចគ្នាអូខេអញ្ចឹងចំពោះផ្នែកខាងលើផ្សេងទៀតអ្នកនរគ្នានឹកឃើញត្រីអីដាក់មកអត់ខុសទេទៅសេបានកាន់តែច្រើនកាន់តែល្អតែទៅសេឲ្យត្រូវអញ្ចឹងចប់សំណួរទី7ទី6ហ្នឹងហើយឥឡូវចូលដល់សំណួរចុងក្រោយទី8សំណួរនេះចម្លើយនេះរៀងវែងអញ្ចឹងសំណួរទី8អញ្ចឹងតើតើមួយមូលហេតុនិងផលវិបាកនៃរដ្ឋប្រហារឆ្នាំ1970អញ្ចឹងកន្លែងនេះទៅវិញទៅមកដូចសំណួរខាងលើអីវិញតែគ្រាន់តែកន្លែងនេះគេមានសួរថាមូលហេតុហើយនឹងហេតុផលមូលហេតុហើយនឹងផលវិបាកហ្នឹងគឺនៅក្នុងសំណួរតែមួយអញ្ចឹងប្លង់ដែលយើងត្រូវឆ្លើយគឺឆ្លើយមូលហេតុមកតង់អស់ហើយបន្តទៀតផលវិបាកដែលជាផលនៃមូលហេតុទាំងអស់ហ្នឹងអញ្ចឹងត្រេទី1យើងនិយាយតាក់ទងជាមួយនឹងមូលហេតុដែលនាំមកមានរដ្ឋប្រហារឆ្នាំ1970ហើយនេះจะរៀងខុសអ្នកគ្នាកែណាបើឃើញកំហុសអីចឹងកែឲ្យត្រូវវិញចឹងទៅព្រោះពេលបងតសេទៅរៀងពេលខ្លះអាចនឹងមើលអត់អស់ដែរអញ្ចឹងព្រោះព្យាយាមបណ្ឌិត3ដងដែរបាទទ្រាំតែយកមកធ្វើវីដេអូប៉ុន្តែនៅតែមានកំហុសចឹងឥឡូវយើងចូលមកនៅក្នុងហ្នឹងគឺយើងចាប់ដើមនិយាយតាក់ទងជាមួយនឹងមុនរដ្ឋប្រហារប្រទេសកម្ពុជាបានជួបនៅវិបត្តិសង្គមសេដ្ឋកិច្ចនយោបាយយ៉ាងធ្ងន់ធ្ងរដែលមិនអាចដោះស្រាយបានអញ្ចឹងមុនរដ្ឋប្រហារ1970ហ្នឹងដូចខ្ញុំនិយាយបញ្យល់ខាងលើអញ្ចឹងថាចាប់តាំងពីឆ្នាំ1960ជាងឡើងមកចាប់ដើមមានបញ្ហាហើយអញ្ចឹងកន្លែងហ្នឹងឲ្យបានគេនិយាយឡើងនេះហើយក្នុងហ្នឹងមានបញ្ហាគេបែងចែកទៅលើផ្នែកផ្សេងវិបត្តិសង្គមផ្នែកធំមួយការបែងចែកការបែកបាក់សាមគ្គីជាតិទៅតាមមនោគមវិជ្ជាដែលសាបព្រោះដោយអ្នកនយោបាយខ្មែរក្រហមខ្មែរខៀវខ្មែរសហើយតកតងជាមួយនឹងសង្គមជួបនៅអំពើពុករលួយបពុនិយមអនាធិបតេយ្យហើយនឹងតកតងជាមួយនឹងចោរកម្មហើយតកតងជាមួយនឹងមួយទៀតគឺតកតងមួយនឹងប្រជាជនរស់នៅតាមព្រំដែនកម្ពុជាវៀតណាមរងនឹងការទម្លាក់គ្រាប់បែកអញ្ចឹងពេលហ្នឹងគឺអាមេរិកចាប់ដើមទម្លាក់គ្រាប់បែកអីអញ្ចឹងដោយសារមានសង្គ្រាមមកមានសង្គ្រាមវៀតណាមខាងជើងខាងត្បូងហើយដល់ពេលហើយតវៀតណាមខាងជើងហ្នឹងចូលមកកម្ពុជាយើងតាមព្រំដែនកម្ពុជាវៀតណាមហ្នឹងជាងហើយអាមេរិកក៏ទម្លាក់គ្រាប់បែកអីអញ្ចឹងណាតែពេលហ្នឹងគឺធ្វើឲ្យប៉ះពាល់ដល់សង្គមយើងខ្លាំងមែនតើខូចខាតដីផងជាពិសេសគឺបាត់បង់ប្រជាជនព្រោះប្រជាជនស្លាប់អីអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺជាអីដែលយើងត្រូវដឹងភាពចលាចលបាតកម្មកុបកម្មប្រឆាំងនឹងវត្តមានប្រជាជននៅកងទ័ពវៀតណាមកាន់តែច្រើនឡើងនៅលើទឹកដីកម្ពុជាហើយបន្តមកទៀតចូលដល់វិស័យសំខាន់មួយទៀតគឺវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុអញ្ចឹងសេដ្ឋកិច្ចហិរញ្ញវត្ថុលុយតើតើមួយលុយអញ្ចឹងប្រទេសជាតិអាចរីកចម្រើនថ្កុំថ្កើងបានលុះត្រាតែមានលុយច្រើនដែរ
ចឹងក្នុងនោះមានដូចជាសេដ្ឋកិច្ចជាតិធ្លាក់ចុះយ៉ាងខ្លាំងងើបឡើងរួចដោយសារតែការធ្វើជាតូបនីយកម្មបានធ្វើឲ្យធនាគារឯកជនក្រុមហ៊ុនឯកជនត្រូវបិទទ្វារវិជាជនឥតការងារធ្វើរដ្ឋបាត់បង់ប្រាក់ចំណូលដោយសារតែទំនិញកិច្ចពន្ធអំពើពុករលួយការបដិសេធជំនួយពីសហរដ្ឋអាមេរិកហើយនឹងការចំណាយនិងចំណូលខ្វះតុល្យភាពហើយនឹងតកតងមួយនឹងទំនិញឡើងថ្លៃអតិផរណាកដាស់ប្រាក់ការដឹកជញ្ជូនត្រូវរាំងស្ទះចូលមកដល់វិស័យសំខាន់មួយទៀតគឺនយោបាយចុះឥទ្ធិពលនៃសង្គ្រាមត្រជាក់បានបណ្ដាឲ្យកម្ពុជាអនុវត្តនៅនយោបាយព្យាក្រឹតមិនចំទិសដៅនិងលូកដៃចូលទៅក្នុងសង្គ្រាមវៀតណាមអ្នកនយោបាយខ្មែរបែកបាក់សាមគ្គីជាតិអ្នកនយោបាយខ្មែរអ្នកនយោបាយខ្លះទៀតក៏បានរៀបចំនៅផែនការក្បត់នៅសម្ដេចនរោត្តមសីហនុហើយមានការផ្លាស់ប្ដូររាជរដ្ឋាភិបាលហើយតើតើជាមួយនឹងខ្មែរក្រហមពង្រឹងកម្លាំងនៅភូមិភាគឦសានឧត្តរពីយប់ហើយបានវាប្រហារទៅលើសម័យសង្គមរបបសង្គមរាស្ត្រហ្នឹងព្រមទាំងគ្រប់គ្រងទឹកដីបានមួយចំនួនធំដែររាជរដ្ឋាភិបាលមិនអាចទប់ស្កាត់ការបះបោររបស់ប្រជាជនប្រឆាំងនឹងវត្តមានប្រជាជននឹងកងទ័ពវៀតណាមកាន់តែច្រើនឡើងនៅលើទឹកដីកម្ពុជាអញ្ចឹងពេលហ្នឹងគឺខ្មែរយើងអត់ពេញចិត្តទេជាមួយនឹងវត្តមានប្រជាជនវៀតណាមក៏ដូចជាកងទ័ពវៀតណាមច្រើននៅក្នុងខ្មែរយើងអញ្ចឹងហើយកន្លែងហ្នឹងក៏ជាផ្នែកមួយដែលធ្វើឲ្យខ្មែររបស់យើងមានភាពវឹកវរដូចគ្នាដែរហើយប្រជាជនបាត់បង់ទំនុកចិត្តលើអ្នកដឹកនាំព្រោះឲ្យយួនចូលពេញស្រុកអញ្ចឹងណាកន្លែងហ្នឹងគឺយើងត្រូវពិចារណាបានអត់ឡានដូចគ្នាដែរពេលហ្នឹងគឺដោយសារតែ yes មានយើងត្រឡប់ទៅវិញគឺសង្គ្រាមវៀតណាមខាងជើងខាងត្បូងហ្នឹងហើយអញ្ចឹងនៅពេលដែលវៀតណាមខាងជើងនឹងចង់វាយចូលក្នុងវៀតណាមខាងត្បូងហ្នឹងក៏បានចូលតាមខ្មែរយើងដែរអញ្ចឹងណាដែលស្វ័យគឺកន្លែងហ្នឹងហើយជាបញ្ហាចោតអញ្ចឹងមូលហេតុទាំងលើទាំងម៉ានហ្នឹងគឺបណ្ណាឲ្យរដ្ឋបហាតំណែងសម្ដេចនរោត្តមសីហនុពីប្រមុខរដ្ឋនៅថ្ងៃទី18ខែមីនាឆ្នាំ1970ចុះកន្លែងហ្នឹងគឺមានចម្លើយផ្សេងៗទៀតអ្នកអាចទៅសេបានតាមរយៈការគិតការច្បាស់ជាមួយនឹងផ្នែកមួយឯបន្ថែមឲ្យបន្ថយតាមនឹងបានណាអ្នកគ្នាអត់បញ្ហាទេសំខាន់ឲ្យតែត្រូវអាចសុំសួរលោកគ្រូអ្នកគ្រូដែលគាត់បរៀនយើងឲ្យបញ្យល់កាន់តែច្បាស់ទៀតក៏កាន់តែល្អដែរព្រោះពេលខ្ញុំរៀនអញ្ចឹងដូចគ្នាខ្ញុំសួរគ្រូច្រើនមែនតើហើយឥឡូវអីដែលខ្ញុំចាំបានតាំងមកដល់ឥឡូវហ្នឹងគឺខ្ញុំចាប់ដើមប្រមូលហើយប្រមូលឯកសារផ្សេងៗដាក់ចូលនៅក្នុងហ្នឹងអាចបញ្យល់អ្នកគ្នាបានខ្លះៗដែរអញ្ចឹងគេលើថាវាជាឯកសារមួយដែលអាចជួយបានទិញទួយអញ្ចឹងណាអញ្ចឹងយើងកាន់មើលកាន់ផលវិបាកនៃរដ្ឋប្រហារឆ្នាំ1970ហ្នឹងជាងរដ្ឋប្រហារពុំបាននាំកម្ពុជាទៅរកដំណោះស្រាយនិងភាពចម្រុងចម្រើននោះទេមានតែនាំកម្ពុជាជួបនៅសង្គ្រាមស៊ីវិលការបាត់បង់ខូចខាតនិងវិនាសកម្មជាងផ្នែកសង្គមយើងចែកផ្នែកទៀតអីផ្នែកធំអញ្ចឹងបែកបាក់សាមគ្គីជាតិបាតកម្មកោតកម្មកុបកម្មដែលធ្វើឲ្យមាននៅច្បុកច្បល់អនាធិបតេយ្យទូទាំងប្រទេសប្រជាជនរងនៅទុក្ខវេទនាប្រប្រាស់គ្រួសារផ្ទះសម្បែងហើយរងនៅទុក្ខគ្រោះទុរភិក្សគ្រោះអត់ឃ្លានហ្នឹងហើយប្រជាជនរស់ដោយប្រឈមមុខនឹងមនោគមវិជ្ជានៃសង្គ្រាមត្រជាក់សុខសង្គ្រាមការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិកប្រជាជនមួយចំនួនរត់ចូលទៅក្នុងព្រៃដោយការអំពាវនាវរបស់សម្ដេចនរោត្តមសីហនុឯខ្លះទៀតបានភៀសខ្លួនមកកាន់ទីក្រុងភ្នំពេញហើយរស់នៅដោយកង្វះអាហារបាត់បង់ការងារសម្រាប់ធ្វើទៀតវិស័យសេដ្ឋកិច្ចវិញអញ្ចឹងខាងសេដ្ឋកិច្ចហ្នឹងក៏មានធ្វើឲ្យជាប់គាំងដូចគ្នាដែរអញ្ចឹងដីស្រែចម្ការទឹកទំនេរចោលទិន្នផលធ្លាក់ចុះរោងចក្រសហគ្រាសត្រូវបិទទ្វារទំនិញឡើងថ្លៃទេផរណាដល់ពេលខាងវិស័យនយោបាយវិញមានដូចជាកម្ពុជាបាត់បង់នូវកេរ្តិ៍ឈ្មោះនិងកិត្តិយសលើឆាកអន្តរជាតិស្ថិរភាពខាងនយោបាយដែលធ្វើឲ្យប្រជាជនបាត់បង់ជំនឿលើអ្នកដឹកនាំហើយកម្ពុជារបស់យើងនឹងបាត់បង់ឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីមានការផ្លាស់ប្ដូររបបនយោបាយហើយជាការបើកផ្លូវឲ្យខ្មែរក្រហមឡើងកាន់អំណាចដែលធ្វើឲ្យកម្ពុជាទៅរករបបនៃការសម្រាប់រង្គាលក្នុងរបបបដិពុយសាសហ្នឹងជុំមានចម្លើយផ្សេងទៀតអ្នកគ្នាអាចសេពបានអ្នកគ្នាស្ដាប់យូរទៅអាចថាចម្លើយនៃសំណួរនីមួយៗហ្នឹងមិនស្តៀងគ្នាមែន yes អាចស្តៀងគ្នាដោយសារតែផលនៃសង្គ្រាមមូលហេតុនៃសង្គ្រាមមួយដុំហ្នឹងគឺអញ្ញៃហើយវាស្តៀងគ្នាច្រើនអញ្ចឹងអ្នកគ្នាឆ្លើយអញ្ចឹងទៅអត់មានបញ្ហាអីច្រើនទេហើយឆ្លើយកាន់តែច្រើនកាន់តែល្អទៀត
ព្រោះថានៅពេលហ្នឹងគឺខ្មែរយើងអញ៉ៃច្រើនអញ្ចឹង yes យើងវាពិបាកដែរយើងខ្មែរជំនាន់ក្រោយសូម្បីខ្ញុំអញ្ចឹងពេលខ្ញុំអង្គុយរៀនខ្ញុំអង្គុយអានអង្គុយស្ដាប់អីអញ្ចឹងក៏មានអារម្មណ៍ថារៀងខឹងដែរតែដឹងធ្វើម៉េចទេអញ្ចឹងមានតែយើងរៀនឲ្យដឹងហើយជៀសពីកន្លែងហ្នឹងដូចគ្នាអញ្ចឹងសំណួររបស់យើងគឺមានតែប៉ុណ្្នឹងទេអត់មានអីច្រើនទេក្នុងសម័យហ្នឹងជាសំណួរដែលធ្លាប់ចេញហើយអ្នកនរគ្នាអាច note បានអាចកត់បានឬក៏គ្រាន់តែស្ដាប់ឲ្យយល់ច្បាស់ថែមទៀតក៏កាន់តែល្អដែរអញ្ចឹងនៅក្នុងវីដេអូនេះហើយក៏ដូចជានៅក្នុងសម័យសាធារណរដ្ឋខ្មែរឬរបបលន់នល់របស់យើងពីឆ្នាំ1970ដល់75ហ្នឹងគឺមានតែប៉ុណ្្នឹងឯងចាប់ហើយនៅវីដេអូក្រោយទៀតគឺខ្ញុំនឹងលើកតាក់ទងជាមួយនឹងសម័យបន្តទៀតអរគុណអ្នកទាំងអស់គ្នាហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចធៀមខ្លួនបានកាន់តែរួចរាល់សម្រាប់ការប្រឡងបាក់ឌុបហើយអាចទទួលបាននីតិ A នៅពេលប្រឡងបាក់ឌុបអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ